ចំពោះដើមម្ទេសដែលមានមែកធៀងច្រើនហើយខាងលើមានជំពាមទៀតបងប្អូនបាទបើអត់ជំពាមកម្ពស់ប្រមាណជា2 ទៅ 3 តឹកយើងចាប់ផ្ដើមកាត់ត្រួយវាដើម្បីឲ្យបែកធៀងតែអានេះមានជំពាមហើយខាងក្រោមបែកខ្នែងច្រើនបងប្អូនជាបទពិសោធន៍ខ្ញុំសម្រាប់ដើមរបៀបនេះខ្នែងខាងក្រោមគឺយើងអត់ទុកទេបាទយើងនឹងប្រឡេះចាញ់វិញទាំងអស់តែម្ដងបាទខ្ញុំប្រឡេះនឹងដៃជាឧទាហរណ៍ដើម្បីជូនបងប្អូនទេមែនតើទៅប្រឡេះយើងត្រូវថ្នមហ្នឹងយើងប្រឡេះធៀងនេះចាញ់ហើយយើងអត់ឲ្យដាច់ស្លឹកនេះទេបងប្អូនប្រឡេះតែធៀងប្រឡេះតែខ្នែងទេស្លឹកវាត្រូវរក្សានៅដដែលកាលណាយើងអត់ប្រយ័ត្នទេវាអាចល្បេះទាំងស្លឹកហ្នឹងអញ្ចឹងអានេះដោយសារខ្ញុំថតដៃមកចំហៀងហើយខ្ញុំប្រឡេះដៃមកចំហៀងអញ្ចឹងទៅដងដើមរឹសវាអីរៀងយកបន្តិចបាទគឺខ្លាំងបន្តិចវាអាចប៉ះពាល់ប្រព័ន្ធឬវាអាចនឹងល្បេះស្លឹកវាទោះបីមែកធៀងធំចេះក៏ដោយបងប្អូនក្រោមខ្នែងជំពាមរបៀបនេះបាទខ្នែងជំពាមកន្លែងខ្នែងបាទនេះមានបង្គាបរបៀបហ្នឹងយើងអត់ទុកទេបាទនេះមែកធៀងដងដើមនេះគឺយើងប្រឡេះហើយយើងប្រឡេះអានេះចាញ់បងប្អូនត្រូវប្រយ័ត្នស្លឹកនេះបាទស្លឹកនេះអញ្ចឹងប្រឡេះដៃប្រុងប្រយ័ត្នបាទមានកត្រៃកាត់ក៏បានប្រឡេះជាមួយដៃក៏បានប៉ុន្តែបងប្អូនត្រូវប្រយ័ត្នដើមដែលមានជំងឺដៃយើងប៉ះដើមដែលមានជំងឺមុននឹងទៅប៉ះដើមផ្សេងត្រូវលាងដៃជាមួយសាប៊ូឬទឹកអាល់កុលសិនបងប្អូនបាទកុំឲ្យវាឆ្លងបាទកុំឲ្យវាឆ្លងអញ្ចឹងបងប្អូនប្រឡេះអញ្ចឹងអស់មកបាទស្លឹកវាយើងទុកដដែលបាទនេះស្លឹកយើងទុកស្លឹកនេះយើងទុកយើងប្រឡេះធៀងខ្នែងវានេះចាញ់ប្រឡេះខ្នែងវានេះចាញ់បាទនេះខ្នែងវានេះយើងអត់ទុកទេយើងទុកតែស្លឹកនេះអញ្ចឹងក្នុងការប្រឡេះហ្នឹងបងប្អូនត្រូវប្រយ័ត្នស្លឹកហ្នឹងកុំឲ្យល្បេះបាទខ្នែងវានេះបេះចាញ់ដែរខ្នែងនេះក៏បេះចាញ់ដែរបាទនៅពេលដែលមានសម្រាប់ដើមដែលមានខ្នែងមានជំពាមរបៀបនេះបងប្អូនជាទូទៅវាបែកពីនេះចេញមក2បាទចេញមក2ហើយអានេះក៏ចេញមក2បន្តទៀតបងប្អូននេះ2បន្តអញ្ចឹងវាធ្វើឲ្យដើមម្ទេសរបស់យើងតសាយល្អបែកមែកបែកធៀងល្អហើយផ្កានៅប្រឡោះបង្គាបហ្នឹងយើងត្រូវបេះចាញ់បាទត្រូវបេះចាញ់ផ្កាហ្នឹងយើងអត់ទុកទេកាលណាយើងទុកផ្កាបងប្អូនបាទជីជាតិមកគឺវាមកបំពន់ផ្កានឹងខ្លាំងអញ្ចឹងវាធ្វើឲ្យមែកធៀងផ្សេងរៀងខ្សោយបាទមកចំអាផ្កាហ្នឹងគឺវាស៊ីខ្លាំងតែម្ដងផ្កាហ្នឹងផ្លែគឺថ្លោះល្អប៉ុន្តែមែកផ្សេងដើមផ្សេងវាអាចនឹងរៀងអន់ដោយសារជីជាតិគឺបុកអាហ្នឹងមកអាហ្នឹងខ្លាំងអញ្ចឹងបងប្អូនគឺយើងអនុវត្តប៉ុណ្ណឹងបាទនេះស្លឹកមកកគោកធៀងនេះបងប្អូននេះធៀងច្រើនណាគឺយើងត្រូវបេះចោលអត់ទុកវាទេបាទអត់ទុកវាទេនេះហ្នឹងគឺយើងចោលតែម្ដងហើយសម្រាប់ដើមដែលអត់មានបង្គាបហើយមានមែកច្រើនដូចគ្នាក៏ត្រូវប្រឡេះចាញ់ដូចគ្នាបងប្អូនជីទូទៅចន្លោះពី1 តឹកទៅ 2 តឹកខាងក្រោមខ្ញុំប្រឡេះចាញ់បងប្អូនអត់ទុកទេបាទខ្ញុំប្រឡេះចាញ់ដើមមានបង្គាបក៏ដោយអត់ក៏ដោយខ្ញុំប្រឡេះចាញ់ហើយយើងនឹងទុកចាប់ពីចន្លោះពី2 ទៅ 3 តឹកទៅលើយើងទុកបាទ2 ទៅ 3 តឹកទៅលើយើងទុកបាទហើយសម្រាប់2 ទៅ 3 តឹកខាងលើបើអត់មានខ្នែងអត់មានបែកជំពាមទេយើងកាត់ត្រួយបាទដើម្បីឲ្យមានខ្នែងមានមែកធៀងច្រើនហើយបើមានជំពាមគឺយើងយកកន្លែងជំពាមវានឹងតែម្ដងគាត់ទៅថាជីទូទៅម្ទេសដៃនាងខ្ញុំដាំនេះម្ទេសដៃនាងបាទនេះអានេះក៏ចាប់ផ្ដើមមានជំពាមទៀតដែរហើយវាមានផ្កាមួយនៅកណ្ដាលនេះអញ្ចឹងក៏បេះផ្កាវាចាញ់ដែរបើអានេះប្រហែលជាអត់មានជំពាមទេបងប្អូននេះហើយខាងក្រោមមានមែកធៀងច្រើនដូចគ្នាបាទយើងប្រឡេះចាញ់ដូចគ្នាបាទអត់ទុកវាទេបាទកុំស្ដាយវាបាទកាលណាយើងស្ដាយវាបងប្អូនជីជាតិមកគឺវាបែងចែកមកស៊ីអាមែកធៀងខាងក្រោមហ្នឹងអញ្ចឹងដើមកំពូលវាអត់សូវមានកម្លាំងកាលណាដើមកំពូលអត់សូវមានកម្លាំងយើងយកផលពីមែកធៀងខាងក្រោមនេះអត់សូវបានផលច្រើនទេបាទដងដើមអត់សូវរឹងមាំអត់សូវបានផលច្រើនទេយើងគួរតែយកចាប់ពីកម្ពស់2 តឹកទៅ 3 តឹកមែកធៀងខាងលើហើយយើងកាត់ត្រួយឲ្យដើម្បីឲ្យបែកមែកធៀង
បែកមេឃបែកធៀងតសុំតសាយកាន់តែច្រើនបាទសប្តាហ៍ក្រោយបើអត់ឃើញបែកជំពាមទេយើងនឹងកាត់ត្រួយវាដើម្បីឲ្យបែកខ្នែងយើងយកចន្លោះពីទឹកទៅបែកទឹកទៅខាងលើបាទហើយសូមបញ្ជាក់ដែរបងប្អូនយើងកាត់ខ្នែងម្ទេសមានច្រើនមិនមែនគ្រប់ម្ទេសត្រូវតែកាត់ខ្នែងទេបើបងប្អូនដាំម្ទេសហាវ៉ៃមិនគួរកាត់ខ្នែងវាទេតែសម្រាប់ម្ទេសអាចស័ត្វឬក៏ម្ទេសដៃនាងយើងគួរតែកាត់ខ្នែងដើម្បីឲ្យបែកមែកធៀងច្រើនពួកអីផ្លែវាអត់សូវធំជាងបែកមែកធៀងច្រើនយើងបានផ្លែច្រើនបើម្ទេសហាវ៉ៃផ្លែធំកាលណាបងប្អូនកាត់ដើម្បីបានមែកធៀងច្រើនផ្លែវាល្អិតផ្លែអត់សូវធំវិញអញ្ចឹងវាខុសគ្នាត្រង់ហ្នឹងរវាងម្ទេសដែលយើងត្រូវកាត់ត្រួយហើយនិងម្ទេសដែលមិនត្រូវកាត់ត្រួយដោយសារឃើញបងប្អូនអ្នកចែករំលែកតាមបណ្ដាញសង្គមមួយចំនួនសូម្បីតែម្ទេសហាវ៉ៃក៏ឲ្យកាត់មែកធៀងដែរនេះសំទោសក៏ឲ្យកាត់ត្រួយដែរដើម្បីបានមែកធៀងជាបទពិសោធន៍ខ្ញុំអត់អញ្ចឹងទេបាទគឺយើងកាត់តែសម្រាប់ម្ទេសផ្លែល្អិតដូចជាម្ទេសដៃនាងឬក៏ម្ទេសអាចស័ត្វតែប៉ុណ្្នឹងទេបាទអរគុណបងប្អូនជូនប៉ុណ្នេះមានអ្វីចូលរួមជាមួយនឹងការដាំដុះម្ទេសបងប្អូនអាចសរសេរបានខាងក្រោមយើងជួបគ្នានៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា